បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នេះទៀតរឿងទាំងអស់គ្នាថ្ងៃនេះគឺយើងមានរឿងថ្មីមកទៀតហើយមកចែកជូនឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កំសាន្តគឺរឿងនោះនិយាយអំពីអូតានៅខេត្តប៉ោយប៉ែតដែលឆេះស្លាប់អស់មនុស្ស27នាក់តោះឥឡូវកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគឺមានអូតាមួយនៅខេត្តប៉ោយប៉ែតដែលឆេះស្លាប់អស់មនុស្ស27នាក់ហើយអូតានោះឥឡូវខ្លាចទៅជាអាគារគេទុកចោលហើយមានអាស្នាមភ្លើងអ្នកនរគ្នារៀងខ្មៅខ្លោចស្នាមភ្លើងហ្នឹងគឺជុំវិញអាគារពីពេញអាគារហ្នឹងហើយក៏មានធំក្លិនស្អុយលក្ខណៈឈ្ងៀមភ្លើងឆេះហើយក៏មានអាគារបាក់បែកមានកន្លែងបាក់បែកមានកញ្ចក់បាក់បែកអីនៅនឹងដែរហើយមានពូសន្តិសុខម្នាក់ដែលគេទើបតែជួលមកគឺឈ្មោះពូធីឥឡូវខ្ញុំសុំហៅគាត់ពូធីហ្មងទៅអ្នកគ្នាឈ្មោះគាត់ពេញរិទ្ធីតែខ្ញុំហៅគាត់ពូធីហ្មងទៅអញ្ចឹងពូធីគឺគាត់ជាអ៊ំសន្តិសុខដែលគេទើបតែជួលមកដើរល្បាតនៅអូតែលហ្នឹងហើយយប់ហ្នឹងគឺគាត់បានដើរល្បាតគឺល្បាតគ្រប់ជាន់នៅពេលនោះគឺគាត់ដើរហើយអត់មានភ្លើងទេអ្នកនរគ្នាគឺយរុំនៅក្នុងហ្នឹងគឺអត់មានភ្លើងសោះហ្មងអញ្ចឹងគឺគាត់ដើរល្បាតដើរកាន់7ហ្នឹងទៅពេលគាត់ដើរល្បាតជាន់ទី1អត់អីទេជាន់ទី2អត់អីរហូតដល់ជាន់ទី5នៅពេលដែលគាត់បើកទ្វារ exit sign ហ្នឹងមកគឺគាត់ឃើញមនុស្សស្រីម្នាក់ឈរនៅមាត់បង្អួចពាក់រ៉ូបពណ៌ក្រហមហើយកាន់កែវវ៉ាញអាកែវស្រាក្រហមមកអញ្ចឹងនៅពេលនោះគឺគាត់បានឃើញម្នាក់ស្រីហ្នឹងគឺលើកកែវជុលពីនោះគឺគាត់លើកកែវជុលដូចអាពេលនៅក្នុងកម្មវិធីយើងលើកកែវវាជុលគ្នាឈាមគ្នាចឹងគឺគាត់បានឃើញម្នាក់ស្រីហ្នឹងលើកដូចនៅក្នុងកម្មវិធីនៅឡើយហើយគឺគាត់បានឃើញម្នាក់ស្រីហ្នឹងចុះចដើរមករកគាត់ហើយនៅពេលនោះគឺគាត់គិតថាខ្លួនឯងស្រវាំងភ្នែកអញ្ចឹងគាត់ក៏បានញីភ្នែកនៅពេលដែលញីភ្នែកគាត់បើកភ្នែកមកវិញគឺបានបាត់ម្នាក់ស្រីហ្នឹងហើយគាត់អត់គិតអីច្រើនទេគឺគាត់បានដើរល្បាតនៅជាន់ហ្នឹងទៀតទៅដោយសារតែគាត់គិតថាខ្លួនឯងហ្នឹងប្រហែលស្រវាំងភ្នែកគិតច្រើនយប់នៅម្នាក់ឯងខ្លាចអីចឹងហើយគឺគាត់បានដើរល្បាតដើរអីចឹងទៅហើយគឺគាត់បានដើរកាត់គេហៅស្អីគេចដាយុនគឺគាត់បានដើរកាត់ចដាយុនហើយចដាយុនហ្នឹងគឺអត់មានបើកចេញទេគឺគាត់បានសាកបើកលេងហើយគឺគាត់បើកអត់ចេញទេហើយចឹងទៅគឺគាត់ឡើងគិតច្រើនគឺគាត់ដើរល្បាតគ្រប់ជាន់ទាំងអស់ចឹងទៅគឺគាត់បានចុះមកក្រោមវិញមកសម្រានណាកន្លែងខាងមុខកន្លែងស្រាប់សន្តិសុខសម្រានដល់ទាំងអស់គ្នាចឹងទៅគឺគាត់បានសម្រានអីចឹងទៅគាត់ងុចទឹកងុចអីក៏សម្រានចូលសម្រានអីចឹងទៅហើយគឺយប់ទី2គឺគាត់បានដើរល្បាតទៀតនៅពេលដែលគាត់ដើរល្បាតទៀតហ្នឹងគឺគាត់ចេញពី exit ជាន់ទី5ហ្នឹងគឺគាត់អត់បានឃើញម្នាក់ស្រីនឹងទៀតទេហើយក៏គាត់ឡើងខ្វល់ច្រើនដែរគឺគាត់គិតថាគាត់នឹងយប់មិញស្វាងភ្នែកខ្លាចអីចឹងទៅដូចគាត់គិតយប់មិញចឹងហើយនៅពេលដែលគាត់ដើរកាត់ចរាយន្តហ្នឹងប្រហែលជាម៉ោង9យប់គាត់ប្រាប់ខ្ញុំថាប្រហែលម៉ោង9យប់អញ្ចឹងគឺគាត់បានឃើញទ្វារចរាយន្តហ្នឹងគឺបានបើកហើយអ្នកទាំងអស់គ្នាគិតមើលបើយប់មិញទ្វារហ្នឹងបើកអត់ចេញថ្ងៃនេះបើកចេញហើយគឺគាត់បានឃើញបើកហើយមានភ្លើងនៅក្នុងហ្នឹងមានអីរូបចរាយន្តធម្មតាអញ្ចឹងហើយនៅពេលនោះគឺគាត់បានងាកទៅក្រោមទៅគឺគាត់បានឃើញក្នុងចរាយន្តណាគាត់មើលទៅក្រោមទៅគាត់បានឃើញកាស៊ីណូកាក់លបែងហើយគឺគាត់បានដើរចូលទៅក្នុងចរាយន្តហ្នឹងដើម្បីមើលកាក់ហ្នឹងយល់កាក់ហ្នឹងគឺថ្មីស្រឡះហ្មងអ្នកទាំងនេះថ្មីចេញហ្មងអត់មានឃើញស្នាមឆេះស្នាមអីហើយអត់មានយល់ដូចអត់គេអត់តប្រើយល់ដូចអ្នកទាំងនេះយល់ពីថានិយាយសួរស្ដាប់ខ្ញុំអត់ដឹងកាស៊ីណូនេះគេមិនដែរឥឡូវនិយាយសួរស្ដាប់យើងទៅទិញកាក់នឹងពីកន្លែងណាមកអញ្ចឹងអាក្រុមហ៊ុនទឹកផលិតហើយយើងថ្មីចេញហ្មងអត់មានប្រឡាក់អត់មានអីទេហើយនៅលើកាក់ហ្នឹងគឺសរសេរលេខ2022អូខ្ញុំភ្លេចប្រាប់2022ហ្នឹងគឺជាឆ្នាំដែលអាគារដែលអូតែលនឹងបានឆេះហ្នឹងបងប្អូនហើយនៅពេលដែលគាត់រើសកាក់ហ្នឹងមកមើលគឺឃើញលេខអញ្ចឹងទៅហើយបន្ទាប់មកគឺគាត់បានលឺសលេងនៅក្រោយខ្នងគាត់ហើយគឺគាត់បានងាកក្រោយទៅគឺគាត់បានឃើញមនុស្សស្រីដដែលហ្នឹងពាក់រ៉ូបក្រហមហើយកាន់កាស្រាកាន់កែវស្រាវ៉ាញហ្នឹងស្រាក្រហមហ្នឹងហើយគឺរត់មករកគាត់ហ្មងពេលហ្នឹងគឺរត់មករកគាត់តែមុននឹងរត់មករកគាត់ហ្នឹងគឺឃើញអញញឹមគឺម្នាក់ស្រីហ្នឹងអញញឹមឲ្យមាត់ស្មាតទុកមាត់ដល់គុំតិច
mót á nhóm mà tôi nhóm không mau thì mót đó cũng chuyện là này hay cứ ban rốt mà rò quạt hay cứ quạt ba sờ lọp hay nộp để phật ngày là phật cái hai người mấy nè được quạt cạt là hai nó dụng nắng hay cứ sẽ láng cứ miên san để sọc mình hẹp tiết cứ quạt đa là bạt bên phật chẳngไปquạt đa là bạt tới cứ quạt ban khơi bù thi nó cứ ban đua sập hay đời một quạt nó cứ cho snap gram snap ấy nằng hay nó bên nó cứ cái mơ tới cứ một quạt cho snap gram bên nhận hay chỉ đại vô nó có cho snap gram bên nhận này hay phải tọt móc cứ admin san để sọc na hiên một diêm ca rồi còn một đa là bạt là năng thiết tê cái ai lôi mán có bộ quạt ọt màu diêm thiết tê rồi có đa là bạt ấy thiết tê trong rương nó cứ chọc đời trầm năng hay này tao khá nhiều chẳng mình này tao khá cho chất rương trong tiết xong này tao khá comment phong hay trong mình chop xong này tao khá chú ý like subscribe và share tại ai trong cố xa đừng mất phẹt tao khá ba sẽ lên cùng sàn phong vì cho nên để tiên rương xong ở côn xong chủng điệp liên này tao khá bye bye